សារមន្ទីរខេត្តកំពង់ឆ្នាំងបន្តអភិរក្សនិងថែរក្សាវត្ថុបុរាណជាច្រើនប្រភេទសារមន្ទីរជាស្ថាប័នមួយដែលមានភារកិច្ចសំខាន់ក្នុងការថែរក្សានិងអភិរក្សសមុទ្រចៃវត្ថុបុរាណនិងរបស់របរផ្សេងៗដែលមានតម្លៃផ្នែកសិល្បៈវប្បធម៌ប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រដើម្បីដាក់តាំងបង្ហាញជូនសាធារណជនតាមរយៈពិព័រណ៍អចិន្ត្រៃយ៍ឬពិព័រណ៍មានការកំណត់ការអភិរក្សនិងការរៀបចំទុកដាក់សមុទ្រចៃវត្ថុបុរាណនិងវត្ថុសិល្បៈក្នុងសារមន្ទីរគឺជាកិច្ចការសង្គ្រោះនិងថែទាំដើម្បីបន្តអាយុកាលឲ្យវត្ថុទាំងនោះមានភាពរឹងមាំនិងគង់វង្សយូរអង្វែងសម្រាប់អនាគតជាក់ស្ដែងសារមន្ទីរខេត្តកំពង់ឆ្នាំងបានរក្សាទុកសមុទ្រចៃជាច្រើនប្រភេទរួមមានវត្ថុធ្វើពីថ្មភក់វត្ថុលោហៈដូចជាមាសសំរិទ្ធប្រាក់និងស្ពាន់កលភាជន៍វត្ថុធ្វើពីឈើជ័រប្រមសាស្ត្រាស្លឹករឹតព្រមទាំងសៀវភៅចាស់ៗជាច្រើនទៀតក្រៅពីការរៀបចំដាក់តាំងវត្ថុបុរាណនិងវត្ថុសិល្បៈសម្រាប់សាធារណជនចូលទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំងក៏បានអនុវត្តការអភិរក្សសមុទ្រចៃជាប្រចាំតាមសមត្ថភាពនិងលទ្ធភាពដែលមន្ត្រីជំនាញអាចអនុវត្តបានមន្ត្រីជំនាញនៃសារមន្ទីរខេត្តកំពង់ឆ្នាំងបានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីដែលមានបទពិសោធន៍នៅរោងជាងនៃសារមន្ទីរជាតិកម្ពុជាជាច្រើនលើកច្រើនសារដើម្បីពង្រឹងជំនាញក្នុងការអភិរក្សនិងថែទាំវត្ថុបុរាណឲ្យបានត្រឹមត្រូវតាមបច្ចេកទេសសម្រាប់ការងារអភិរក្សប្រចាំថ្ងៃមន្ត្រីសារមន្ទីរបានធ្វើការជូតសម្អាតធូលីដីស្នាមប្រឡាក់និងស្នឹមតិចតួចនៅលើសមុទ្រចៃដោយប្រើវិធីសម្អាតទាំងស្ងួតនិងសម្អាតសើមដើម្បីរក្សាសភាពដើមនិងការពារការខូចខាតនៃវត្ថុបុរាណ